យកំពុងធ្វើអត្តឃាតនយោបាយដោយបំផ្លាញសមិទ្ធផលចិននៅកម្ពុជានៅពេលដែលប្រទេសមួយជ្រើសរើសយកគ្រាប់កាំភ្លើងជាឧបករណ៍សន្តិនិកនោះជារឿងពិបាកណាស់ក្នុងការអះអាងថាខ្លួនកំពុងការពារសន្តិភាពឬគោរពច្បាប់អន្តរជាតិចំនួនប្រដាប់អាវុធរវាងកម្ពុជានិងថៃក្នុងដំណាក់កាលបច្ចុប្បន្ននេះមិនអាចត្រូវបានពិពណ៌នាថាជាចំនួនព្រំដែនធម្មតាទៀតឡើយវាបានคล้ายជាការបង្ហាញអាកប្បកិរិយានយោបាយដែលគ្មានទិសដៅនិងកំពុងនាំថៃឲ្យធ្លាក់ចូលទៅក្នុងការធ្វើអត្តឃាតនយោបាយរបស់ខ្លួនឯងយ៉ាងស្ងៀមស្ងាត់និងថែមទាំងមានផលវិបាកធ្ងន់ធ្ងរថែមទៀតផងជាស្ដែងសកម្មភាពយោធាថៃនេះបើមើលពីដំបូងឃើញថាជាចំនួនព្រំដែនតែតាមពិតទៅនោះគ្រាន់តែជាលេសមួយក្នុងការបម្រើគោលបំណងនយោបាយក្នុងស្រុកថៃដើម្បីស្វែងរកប្រជាប្រិយភាពសម្រាប់បោះឆ្នោតនៅពេលខាងមុខតែប៉ុណ្ណោះជាពិសេសនៅពេលដែលនយោបាយផ្ទៃក្នុងប្រទេសថៃជាប់គាំងជារឿយៗការបង្កើតសត្រូវខាងក្រៅប្រទេសគឺជាវិធីសាស្ត្រដ៏ពេញនិយមបំផុតដែលថៃតែងតែធ្វើជាញឹកញាប់និងទទួលបានផ្លែផ្កានាពេលកន្លងមកការលេងល្បែងជានិយមដោយយកសន្តិសុខតំបន់ធ្វើជាចំណាត់ខ្មាំងមិនមែនជាសញ្ញានៃភាពរឹងមាំនយោបាយទេប៉ុន្តែជាសញ្ញានៃការខ្វះចក្ខុវិស័យនិងការដែលខ្វះសមត្ថភាពក្នុងការគ្រប់គ្រងប្រទេសទៅវិញទេអ្វីដែលធ្វើឲ្យស្ថានភាពកាន់តែគួរឲ្យព្រួយបារម្ភនោះគឺកំពុងជ្រើសរើសផ្លូវឯកាដោយមិនខ្វល់ចំពោះផលវិបាកសេដ្ឋកិច្ចនិងការទូតលើឆាកអន្តរជាតិក្នុងពិភពលោកត្រូវអធិស្ឋានលើការភ្ជាប់ទំនាក់ទំនងជាមួយគ្នាជាចាំបាច់ដូច្នេះការប្រើកម្លាំងយោធាដោយមិនគិតគូរពីផលប្រយោជន៍រួមគឺជាការផ្ដាច់ខ្លួនឯងចេញពីពិភពខាងក្រៅដោយមិនខ្វល់ទៅលើបញ្ហាសេដ្ឋកិច្ចនិងការទូតជាមួយប្រទេសដទៃថៃកំពុងគិតថាខ្លួនគឺជាអ្នកខ្លាំងមួយនៅក្នុងតំបន់និងកំពុងតាំងខ្លួនថាជាមហាអំណាចនៅក្នុងអាស៊ានប៉ុន្តែតម្លៃដែលត្រូវបាត់បង់លើឆាកអន្តរជាតិនោះគឺអាចធ្ងន់ធ្ងរជាងការគិតរបស់ប្រទេសថៃឆ្ងាយណាស់ករណីយន្តហោះ F16 ទម្លាក់ក្របបែកបំផ្លាញស្ពានមេទឹកឬស្ពានជ័យជំនះរបស់កម្ពុជានៅថ្ងៃទី13ខែធ្នូឆ្នាំ2025និងការដែលយោធាថៃចូលមកដកទង់ជាតិថៃនៅលើទឹកដីកម្ពុជានោះគឺជាឧទាហរណ៍យ៉ាងច្បាស់នៃការគ្មានការគិតយុទ្ធសាស្ត្រនិងផលប៉ះពាល់នោះទេគឺក្រមយោធាថៃធ្វើដើម្បីគ្រាន់តែការបង្ហាញរូបភាពដល់ប្រជាជនរបស់ខ្លួនថាខ្លួនជាអ្នកខ្លាំងមានប្រៀបលើកម្ពុជាតែយ៉ាងណាក៏ដោយស្ពានដែលយោធាថៃបានបំផ្លាញនោះគឺជាហិរញ្ញប្បទានរបស់ប្រទេសចិនដែលមានតម្លៃជាង$132លានអាមេរិកហើយវាក៏មិនមែនជាសម្បត្តិរបស់កម្ពុជាតែម្នាក់ឯងនោះដែរពលវាគឺជាផ្នែកមួយនៃមូលនិធិនិងយុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ចិននៅកម្ពុជានិងនៅតំបន់អាស៊ានទាំងមូលការបំផ្លាញនេះមិនខុសពីការវាយបំបែកឆ្នាំងបាយឬផលប្រយោជន៍របស់ចិននោះឡើយហើយឆ្នាំងបាយនិងផលប្រយោជន៍នោះមិនមែនជារឿងសាមញ្ញពេកនោះទេពលគឺវាជាផលប្រយោជន៍យុទ្ធសាស្ត្រដែលពាក់ព័ន្ធទៅនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ Belt and Road Initiative ដែលនេះគឺជាយុទ្ធសាស្ត្រធំមួយរបស់ចិនដែលបានចាប់ផ្ដើមតាំងពីឆ្នាំ2013ដោយប្រធានាធិបតីស៊ីជីនពីងក្នុងគោលបំណងភ្ជាប់ប្រទេសចិនជាមួយតំបន់និងពិភពលោកតាមរយៈហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មវិនិយោគនិងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ចិនថែមទៀតផងសកម្មភាពនេះអាចចោទជាសំណួរថាតើថៃកំពុងគិតថាអាចមើលរំលងផលប្រយោជន៍របស់ចិននៅក្នុងតំបន់បានដែរឬទេនៅពេលដែលចិននៅតែជាអ្នកវិនិយោគធំជាងគេមួយនៅក្នុងតំបន់ការវាយប្រហារដែលប៉ះពាល់ដល់មូលនិធិនិងគម្រោងចិនគឺស្មើនឹងការជន់ឈ្លីផលប្រយោជន៍របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយដោយចេតនាជំរឿននេះមិនមែនជាជំរឿនឆ្លាតវៃសម្រាប់ប្រទេសថៃឡើយជាពិសេសសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចេញនិងការវិនិយោគពីបរទេសសរុបមកចំនួនប្រដាប់អាវុធរវាងកម្ពុជានិងថៃនៅដំណាក់កាលបច្ចុប្បន្ននេះមិនមែនជាបញ្ហាព្រំដែនសាមញ្ញទេឡើយប៉ុន្តែបញ្ហានេះបានបំលែងខ្លួនទៅជាការបង្ហាញនូវភាពបរាជ័យនៃចក្ខុវិស័យនយោបាយនិងយុទ្ធសាស្ត្ររបស់ថៃផ្ទាល់ការជ្រើសរើសយកកម្លាំងយោធាជំនួសការទូតមិនត្រឹមតែធ្វើឲ្យសន្តិសុខតំបន់រងគ្រោះទេប៉ុន្តែថែមទាំងធ្វើឲ្យថៃកំពុងផ្ដាច់ខ្លួនចេញពីបណ្ដាញទំនាក់ទំនងសេដ្ឋកិច្ចនិងការទូតដែលខ្លួនធ្លាប់ពឹងផ្អែកយ៉ាងខ្លាំងចុងក្រោយនេះប្រសិនបើថៃនៅតែបន្តយកបញ្ហាជាតិនិយមនិងផលប្រយោជន៍ប្រជាប្រិយភាពនយោបាយក្នុងស្រុកជាជាងសន្តិសុខតំបន់និងទំនាក់ទំនងអន្តរជាតិនោះថៃប្រកាសជាកំពុងធ្វើអត្តឃាតនយោបាយរបស់ខ្លួនជាមិនខានដូច្នេះថៃត្រូវតែទទួលខុសត្រូវដោយខ្លួនឯង
ទាំងក្នុងវិស័យនយោបាយសេដ្ឋកិច្ចនិងកិត្តិយសលើឆាកអន្តរជាតិដោយពិនវិជ័យអ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ